អ្នកគ្រប់គ្នាបានដឹងហើយថាព្រះវិស្ណុបានយាងមកចាប់កំណើតជាព្រះគ្រីស្ទណាហើយនេះជាភាវៈដែលទ្រង់បង្កើតឡើងផងដែរប៉ុន្តែប្រហែលជាមិនដឹងនោះទេថាតើទ្រង់សោយទីវង្គតដោយសារអ្វីដូច្នេះខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាឲ្យដឹងផងចុះថាតើព្រះគ្រីស្ទណាសោយទីវង្គតដោយរបៀបណាហើយនៅពេលណាអ្នកគ្រប់គ្នាបានដឹងថាព្រះវិស្ណុបានយាងមកចាប់កំណើតជាព្រះគ្រីស្ទណាតែអ្នកមិនដឹងនោះទេថាទ្រង់គ្រីស្ទណាសោយទីវង្គតព្រោះត្រូវបង្កើតសាវកជាព្រះរាមការពិតនោះគឺទ្រង់គ្រីស្ទណាបានសោយទីវង្គតដោយសារបរាជ័យនៅក្នុងសង្គ្រាមមហាភារតៈការធ្វើសង្គ្រាមភារតៈរយៈពេល18ថ្ងៃក្រោយពេលដែលទ្រង់ឌីយូដិនសោយទីវង្គតនៅក្នុងពេលគោរពពិធីមួយរបស់ទ្រង់យូឌីសឺនៅក្នុងពេលនោះដែរព្រះនាងកន្ធរីកើតទុក្ខដោយសារបុត្ររបស់ព្រះនាងទាំង100អង្គត្រូវសោយទីវង្គតគ្មានសល់ឡើយបន្ទាប់មកព្រះនាងកន្ធរីខ្ញាល់ហើយក៏បានដាក់បណ្ដាសាព្រះគ្រីស្ទណានៅសង្គ្រាមបន្ទាប់ថានៅពេលសង្គ្រាមចប់ឯងនឹងត្រូវជួបក្តីវិនាសដល់ជីវិតជាមិនខាននៅពេលមានការធ្វើសឹកសង្គ្រាមមហាភារតៈគឺទ្រង់គ្រីស្ទណាបានចាប់កំណើតជាមនុស្សលោក35ឆ្នាំកន្លងផុតទៅគឺបណ្ដាសាដែលព្រះនាងកន្ធរីបានដាក់នោះក៏បានចាប់ផ្ដើមលេចចេញជារូបរាងតែម្ដងនៅពេលនោះព្រះគ្រីស្ទណាបាននាំបុត្រាទាំងពីរអង្គយាងចូលទៅក្នុងព្រៃដើម្បីលំហែកាយទៅដល់ក្នុងព្រៃជ្រៅទ្រង់គ្រីស្ទណាក៏បានជួបជាមួយនឹងតាបោះមួយក្រុមស្រាប់តែតាបោះបាននិយាយទៅកាន់ព្រះគ្រីស្ទណាច្បាស់ថាណែពួកទ្រង់រងចាំទទួលយកសេចក្តីស្លាប់ឲ្យហើយទៅក្រោយឮសាវកព្រំនិយាយប៉ុន្មានម៉ាត់សោះក៏ចាប់ផ្ដើមពិភាក្សារឿងធ្វើសឹកសង្គ្រាមនៅមហាភារតៈតែម្ដងនៅពេលប្រយុទ្ធគ្នានោះបានធ្វើឲ្យបុត្រាពីរព្រះអង្គរបស់ទ្រង់គ្រីស្ទណាត្រូវសោយទីវង្គតគឺនៅសល់តែទ្រង់បាប្រូនិងដាឡារ៉ូតែប៉ុណ្ណោះការយាងក្រសាលក្នុងព្រៃគ្រប់យ៉ាងត្រូវបានរលាយអស់ទៅនៅពេលមួយគឺទ្រង់បិលរាមដែលជាម្ចាស់បងរបស់ព្រះគ្រីស្ទណាបានអង្គុយតាំងសិលនៅមាត់សមុទ្រហើយព្រលឹងរបស់ទ្រង់ក៏បានហោះចេញពីព្រះកាយបាត់ទៅក្រោយពីព្រលឹងបានហោះចេញទៅក៏មិនបានចូលមកក្នុងព្រះកាយវិញដែរទ្រង់បិលរាមក៏មិនបានយាងចូលទៅក្នុងព្រះនគរវិញដែរថ្ងៃមួយព្រះគ្រីស្ទណាបានសម្រាកព្រះកាយនៅក្រោមដើមពោធិ៍យ៉ាងស្ងប់សុខស្រាប់តែពេលនោះមានព្រានព្រៃម្នាក់បានដើរមកដល់ហើយព្រានព្រៃក៏បានឃើញសត្វប្រើសមួយក្បាលគាត់ចង់បាញ់សត្វប្រើសនោះតែម្ដងស្រាប់តែសត្វប្រើសនោះភ័យហើយក៏រត់សម្ដៅទៅកន្លែងព្រះគ្រីស្ទណាសម្រាកនៅពេលនោះដែរព្រានព្រៃមិនបានគិតអ្វីច្រើនឡើយគេក៏លែងព្រួញតែម្ដងហើយព្រួញនោះរត់ទៅទម្លុះជើងរបស់ព្រះគ្រីស្ទណានៅពេលព្រានព្រៃរត់មកមើលស្រាប់តែឃើញព្រួញជាប់ព្រះបាទរបស់ព្រះគ្រីស្ទណាទៅវិញបន្ទាប់មកគេក៏មានការសោកស្ដាយយ៉ាងខ្លាំងហើយក៏សំពះសុំខមាទោសពីទ្រង់ស្រាប់តែព្រះគ្រីស្ទណាប្រាប់ទៅព្រានព្រៃនោះថាណាហើយឯងមិនចាំបាច់ភ័យអ្វីនោះទេព្រោះនេះជាកម្មរបស់យើងកាលពីជាតិមុនដែលយើងបានធ្វើកាលពីជាតិមុននោះព្រះគ្រីស្ទណាក៏បានប្រាប់ព្រានព្រៃនោះថាកាលពីជាតិមុនយើងបានលួចវាយប្រហារឯងពីក្រោយហេតុនេះហើយនៅក្នុងជាតិនេះយើងត្រូវតែរើសយកសេចក្តីស្លាប់ដូចជាអ្វីដែលយើងបានសាងឡើងកាលពីជាតិមុននឹងហើយនៅព្រានព្រៃឯងបានសងកម្មជាមួយយើងហើយគឺយើងនឹងប្រទានពរឲ្យឯងទៅកើតនៅឋានសួគ៌ចុះក្រោយពីព្រានព្រៃចេញទៅបាត់នៅពេលនោះអាមាត្យក៏បានមកដល់ល្មមពេលនោះដែរព្រះគ្រីស្ទណាក៏បានប្រាប់ថាណាហើយឯងទៅប្រាប់នៅនគររបស់យើងទៅថាយើងនឹងចាក់ចេញពីក្នុងព្រៃហើយយើងទៅជាមួយនឹងម្ចាស់បងបិលរាមប្រាប់អ្នកគ្រប់គ្នាឲ្យរៀបចំពិធីបួងសួងទៅព្រោះនឹងកើតអ្វីនៅពេលខាងមុខនេះបន្ទាប់មកស្រាប់តែមានទេវបុត្រនិងទេពធីតាចុះពីលើឋានសួគ៌ដើម្បីគាល់ទ្រង់គ្រីស្ទណាពេលទ្រង់ឆ្លើយគ្រប់មូលហេតុដឹងអស់ហើយព្រះគ្រីស្ទណាក៏បានបិទព្រះនេត្រហើយក៏បាត់ព្រះកាយបាត់តែម្ដងខ្ញុំសង្ឃឹមថាអ្នកគ្រប់គ្នានឹងពេញចិត្តហើយរីករាយនៅពេលដែលបានដឹងថាព្រះគ្រីស្ទណាបានយាងចាក់ចេញទៅដោយរបៀបណា